នៅសម័យនោះមនុស្សលោកក៏មានជំនឿយ៉ាងខ្លាំងលើព្រះមហាព្រហ្មនិងកបិលមហាព្រហ្មដែលជាអ្នកសម្ដែងមង្គលដល់មនុស្សដូចគ្នាព្រះកបិលមហាព្រហ្មជាព្រហ្មដ៏មានអំណាចនិងមានប្រាជ្ញាខ្ពស់ដែលមនុស្សនិងទេវតាសុទ្ធតែគោរពខ្លាចកិត្តិនាមរបស់ធម្មបាលកុមារបានល្បីល្បាញឡើងដល់ថ្នាក់ធ្វើឲ្យកបិលមហាព្រហ្មទ្រង់ជ្រាបដំណឹងព្រះអង្គចង់ដឹងថាកុមារមនុស្សម្នាក់នេះពិតជាមានប្រាជ្ញាពិតប្រាកដឬគ្រាន់តែជាការល្បីល្បាញតាមមនុស្សនិយាយតៗគ្នាហេតុនេះហើយព្រះកបិលមហាព្រហ្មបានសម្រេចចិត្តចុះមកពីព្រហ្មលោកដើម្បីសាកល្បងប្រាជ្ញារបស់ធម្មបាលកុមារការជួបជុំរវាងព្រហ្មនិងកុមារនៅថ្ងៃនោះមិនមែនជាការជួបធម្មតាទេប៉ុន្តែជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវធំមួយដែលនឹងក្លាយជាមូលដ្ឋាននៃមហាសង្គ្រាមដែលខ្មែរយើងប្រារព្ធមកដល់សពថ្ងៃព្រះកបិលមហាព្រហ្មទ្រង់មានសេចក្តីសង្ស័យថាកុមារមនុស្សម្នាក់នេះតើពិតជាមានប្រាជ្ញាពិតប្រាកដឬគ្រាន់តែជាការល្បីល្បាញតាមមនុស្សនិយាយតៗគ្នាដូច្នេះហើយព្រះកបិលមហាព្រហ្មបានសម្រេចចិត្តចុះមកពីព្រហ្មលោកដើម្បីសាកល្បងប្រាជ្ញារបស់ធម្មបាលកុមារកបិលមហាព្រហ្មបានដាក់ប្រស្នាចំនួន3ខជាមួយលក្ខខណ្ឌយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរព្រះអង្គមានបន្ទូលថាបើធម្មបាលកុមារអាចដោះប្រស្នាទាំង3ខនេះបានត្រឹមត្រូវនិងពេញលេញយើងនឹងកាត់ព្រះសិរសារបស់យើងផ្ទាល់បូជាជូនធម្មបាលកុមារតែបើធម្មបាលកុមារដោះមិនរួចឬឆ្លើយខុសសូម្បីតែមួយខធម្មបាលកុមារត្រូវកាត់ក្បាលថ្វាយដល់យើងវិញធម្មបាលកុមារមិនបានភ័យខ្លាចឬរត់គេចឡើយគាត់គោរពព្រហ្មដោយចិត្តស្ងប់ហើយសូមឲ្យព្រះកបិលមហាព្រហ្មពន្យាពេល7ថ្ងៃដើម្បីគិតដោះប្រស្នាព្រះកបិលមហាព្រហ្មទ្រង់ព្រមទទួលចាប់ពីថ្ងៃនោះទៅពេលវេលា7ថ្ងៃបានចាប់ផ្ដើមរាប់ថយក្រោយថ្ងៃទី1ធម្មបាលពិចារណាតាមគម្ពីរត្រៃវេទថ្ងៃទី2គាត់សួរធម្មជាតិសួរខ្យល់ទឹកនិងដើមឈើថ្ងៃទី3និងទី4គាត់ស្ដាប់សំឡេងបក្សីដោយដែលធ្លាប់ធ្វើជានិច្ចប៉ុន្តែប្រស្នានោះនៅតែមិនបង្ហាញចម្លើយថ្ងៃទី5និងទី6កន្លងទៅយ៉ាងយឺតយ៉ាវធម្មបាលកុមារចាប់ផ្ដើមដឹងខ្លួនថាប្រាជ្ញាទាំងអកដែលខ្លួនមានមិនអាចរកចម្លើយបានទាន់ពេលវេលានៅសល់តែប៉ុន្មានម៉ោងទៀតទេមុនពេលថ្ងៃសម្រេចជោគវាសនាមកដល់នៅល្ងាចថ្ងៃទី6ធម្មបាលកុមារបានទទួលស្គាល់ក្នុងចិត្តថាព្រឹកស្អែកប្រហែលជាថ្ងៃចុងក្រោយនៃជីវិតគាត់មិនសោកស្ដាយមិនស្ដាយអំណាចឬកិត្តិនាមទេតែមានតែសេចក្តីស្ងប់និងការយល់ព្រមចំពោះវាសនាប៉ុន្តែមុនពេលទទួលមរណភាពធម្មបាលកុមារគិតថាគួរ